ថ្ងៃទី23ខ្ញុំបានទៅមើលការប្រណាំងម៉ូតូនៅទីលានយ៉ាម៉ាម៉ូតូខេត្តកំពង់ស្ពឺហើយខ្ញុំក៏បានជួបភ្ញៀវទេសចរម្នាក់ដែលគាត់ជា content creator ខាង YouTube ហើយគាត់មាន channel YouTube ដែលមាន subscriber ច្រើនពេលដែលខ្ញុំឃើញគាត់ជា content creator ដែលមានអ្នក subscribe ច្រើនហើយជុំវិញពិភពលោកបានឃើញវីដេអូគាត់ច្រើនគាត់មកផ្សព្វផ្សាយនៅកម្ពុជាលើវិស័យទេសចរវិស័យយានយន្តឬគាត់មកជាក់ស្ដែងនេះគាត់មកមើលការប្រណាំងម៉ូតូនៅទីលានយ៉ាម៉ាម៉ូតូខេត្តកំពង់ស្ពឺដោយសារតែគាត់ជាភ្ញៀវទេសចរអញ្ចឹងរាល់វីដេអូដែលគាត់ផុសចេញទៅគឺពិភពលោកគាត់គេមើលឃើញគាត់ច្រើនជាងយើងដោយសារយើងគឺផុសចេញទៅឃើញតែនៅសង្ស្រុកវាអាចនឹងធ្លាយដល់ស្រុកគេខ្លះប៉ុន្តែវាអត់ទលំទលាយដូចគាត់ទេហើយនេះខ្ញុំបានសន្ទនាជាមួយគាត់ដែរដោយសារតែខ្ញុំមកសូវចេះអង់គ្លេសបើសិនខ្ញុំចេះអង់គ្លេសវិញខ្ញុំប្រហែលជាបង្ហាញគាត់ពីនៅកម្ពុជាថាមានម៉ូតូអីគេខ្លះតាមម៉ូតូនៅស្រុកខ្មែរហ្នឹងវាមានអីខ្ញុំចង់ប្រាប់ទៅកាន់គាត់ថានៅស្រុកខ្មែរគឺមានគ្រឿងម៉ូតូអញ្ចេះដែលមានតម្លៃប៉ុណ្ណេះអញ្ចឹងរាល់ការ modify លើម៉ូតូមួយអញ្ចឹងតើវាអស់អីគេខ្លះហើយគាត់ឃើញប្លែកគាត់ចាប់អារម្មណ៍គាត់ថាអូវាថាយើងងាយកាត់ងាយយល់ខ្ញុំចង់ប្រាប់គាត់ថាម៉ូតូនេះតម្លៃតាម8000ទេតែពេលដែលយើង modify ទៅវាអស់ជិត$30000អីចឹងទៅហើយនៅនេះមានម៉ូតូអញ្ចេះចង់សួរទៅកាន់គាត់ថាវាប្លែកឬក៏អីសម្រាប់គាត់គឺមានអីបទពិសោធន៍អីថ្មីសម្រាប់គាត់អីអញ្ចឹងណាប៉ុន្តែដោយសារតែខ្ញុំអង់គ្លេសអត់ចេះហ្មងនិយាយរួមទៅពេលដែលខ្ញុំបានជួបគាត់គឺខ្ញុំបានបទពិសោធន៍ថ្មីពីគាត់ពេលដែលរកវីដេអូឲ្យគាត់ផលិតគឺគាត់យកចិត្តទុកដាក់ប្រាប់ទៅកាន់ audience របស់គាត់នៅពេលដែលគាត់មកប្រទេសកម្ពុជាគាត់បានជួបនឹងម៉ូតូអញ្ចេះរបៀបគាត់ review អានោះអត់ខុសពីខ្ញុំទៅឧទាហរណ៍ថាខ្ញុំទៅស្រុកគេខ្ញុំឃើញម៉ូតូអីចឹងខ្ញុំក៏ review ប្រាប់ទៅបងប្អូននៅដែលតាមដានខ្ញុំហ្នឹងតែខ្ញុំមកប្រទេសនេះជួបម៉ូតូអញ្ចេះការលេងនៅស្រុកនេះគេលេងរបៀបអញ្ចេះអញ្ចឹងវាអត់ខុសគ្នាបងប្អូនតែគាត់ថាអ្វីខ្ញុំចាប់អារម្មណ៍គឺគាត់ការងាររបស់គាត់គឺច្បាស់លាស់គាត់ focus លើម៉ូតូមួយប្រាប់ទៅ audience គាត់គឺច្បាស់អញ្ចឹងយើងក៏បានបទពិសោធន៍ថ្មីមកកាន់យើងដែលជា content តូចតាចអីចឹងណាអរគុណច្រើនthì content creator đây là YouTube không một con YouTube con channel con không nào luôn á YouTube con thủng chứ bản thân con vlog vì Campuchia chứ cứ con cứ mình làm top tay cho con tiền hồnពាក្យមួយដែលបងប្អូនម៉ូតូធំគាត់តែងនិយាយថាពួកគាត់ជីដើរលេងគឺសពផ្សាយតំបន់ទេសចរនៅតំបន់ដែលគាត់បានទៅមិនថាក្រុមម៉ូតូធំមិនថាបងប្អូនអ្នកដើរបោះតង់មិនថាបងប្អូនអ្នកដើរលេងគឺសិតតែរួមចំណែកនៅវិស័យទេសចរនៅស្រុកខ្មែរទាំងអស់បងប្អូនផុសទៅគឺមានគាត់ឃើញគាត់ចង់មកលេងតំបន់នេះអូគាត់ឃើញស្អាតអីគាត់មកលេងគឺយើងបានសពផ្សាយហើយបានសបស្តាយពីតំបន់ទេសចរនៅប្រទេសយើងហើយឆ្លៀតយកលុយពីវាយកមកចាយក្នុងប្រទេសយើងទៀតអញ្ចឹងវាអត់មានន័យខាតទេបងប្អូនគឺយើងចំណេញទាំងអស់គ្នាអញ្ចឹងបងប្អូនមើល channel YouTube ខ្ញុំគឺ3កូន channel មែនប៉ុន្តែមានតែមើលដល់រាប់លានអ្នកអញ្ចឹងយើងក៏បានលុយពីនឹងយើងយកមកចាយនៅប្រទេសយើងដូចជា channel YouTube ខ្ញុំនេះគឺខ្ញុំធ្វើទៅបរទេសអត់សូវមានបងប្អូនខ្មែរយើងមើលឃើញដោយសារខ្ញុំផុសរបៀបទៅឲ្យបរទេសមើលឃើញអញ្ចឹងណាតែបងប្អូននេះចង់មើលចង់ឃើញអីក៏អាច search មើលតាម channel ហ្នឹងទៅខ្ញុំដាក់ឲ្យមើលហ្នឹងឥឡូវកាត់មកប្លង់នេះបន្តិចចាំខ្ញុំឲ្យមើលតាពេលដែលគាត់សកម្មភាពដែលគាត់ធ្វើវីដេអូគេធ្វើរបៀបម៉េចឃើញសូនតែអញ្ចឹងបងប្អូនយកលុយមកយកលុយពី YouTube មកចាក់សាច់ផងណាស់ហើយ channel អញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានតាមដានវីដេអូនេះដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណច្រើនបាយបាយ